ខុសពីម្ចាស់ការ៉ាសាំង PTT ដទៃទៀតផ្លាតការដាក់មហាជនម្ចាស់ការ៉ាសាំង PTT ម្នាក់នៅវាលវែងខេត្តពោធិ៍សាត់និយាយភាសាបែបនេះធ្វើឲ្យមហាជនកោតសរសើរនិងគាំទ្រក្រៅពីមានរឿងចម្រូងចម្រាសរហូតដល់រាជរដ្ឋាភិបាលបិទប្រេង PTT នាំចូលពីប្រទេសថៃបានធ្វើឲ្យម្ចាស់ការ៉ាសាំងមួយចំនួនបានប្រតិកម្មនឹងមហាជនខ្មែរដែលធ្វើពហិការមិនចាក់សាំង PTT តែយ៉ាងណាសម្រាប់ម្ចាស់ការ៉ាសាំង PTT ម្នាក់នៅវាលវែងខេត្តពោធិ៍សាត់បានពោលពាក្យដោយសម្ដីទន់ភ្លន់និងមានចំណេះដឹងបានធ្វើឲ្យមហាជនកោតសរសើរនិងគាំទ្រជាខ្លាំងម្ចាស់ការ៉ាសាំង PTT មានឈ្មោះនៅលើបណ្ដាញសង្គមយ៉ាងដៀបបានលើកឡើងថាតាំងពីមានភាពតានតឹងរបស់ខ្មែរនិងថៃរហូតដល់ឈានការបិទការនាំចូលប្រេងនិងឧស្ម័នទាំងឡាយនាំចូលពីថៃគឺខ្ញុំមានបងប្អូននិងមិត្តភ័ក្តិជាច្រើនបានឆាតនិងខលសួរសុខទុក្ខព្រោះ PTT វាលវែងនេះទើបតែបើកចិត្តបាន3ខែប៉ុណ្ណោះសូមបងប្អូនជ្រាបថា PTT នេះយើងខ្ញុំជាប់បញ្ជីជាមួយក្រសួងពាណិជ្ជកម្មជាកម្មសិទ្ធិរបស់យើងជាខ្មែរតែប្រភពប្រេងពីក្រុមហ៊ុនថៃមុនពេលដែលបិទនាំចូលបន្តទៅទៀតក្រុមហ៊ុន PTT Cambodia នឹងយកប្រភពពីប្រទេសផ្សេងដូចជាក្រុមហ៊ុនប្រេងដទៃនៅស្រុកខ្មែរយើងដែរលោកបានបន្តថាហេតុនេះសូមបងប្អូនមួយចំនួនតូចកុំប្រកាន់ខឹងពួកយើងដែលជាម្ចាស់និងបុគ្គលិកសុទ្ធតែខ្មែរទាំងអស់ដែលមានជិត20នាក់សម្រាប់ PTT វាលវែងពេលថែមអាហារដ្ឋានមួយទៀតនៅពេលខាងមុខពួកគាត់ជាសិស្សនិងអ្នកភូមិស្រុកនៅវាលវែងនេះទេពួកយើងក៏មិនគាំទ្រជនបរទេសណាដែលមើលងាយខ្មែរដែរនិងគោរពរាល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាតិរបស់យើងជានិច្ចខ្ញុំសូមស្វាគមន៍បងប្អូនមកលេងវាលវែងភ្នំ1005ឬស្ពានខ្ពស់ជាងគេក្តីឬបំពេញការងារផ្សេងក្តីអាចចូលសម្រាកឬចតទៅថតរូបនៅដំរី505និងប្រើបន្ទប់ទឹកនៅស្ថានីយ៍យើងដោយក្តីរីករាយបំផុតនៅស្រុកវាលវែងខេត្តពោធិ៍សាត់យើងមានស្ថានីយ៍តេឡានិងតូតាល់ឆាប់ដែរដែលនឹងមានគ្រប់ជម្រើសសម្រាប់បងប្អូនក្នុងការប្រើប្រាស់សូមកុំបារម្ភបើបងប្អូនមិនចង់ចាក់ PTT ដោយក្តីគោរពនិងអរគុណដល់បងប្អូនដែលបានសួរសុខទុក្ខកន្លងមកPTT វាលវែងភ្នំ1005រង្វង់មូលដំរី505សូមបញ្ជាក់ថាក្រោយមានការគំរាមបិទប្រេងសាំង PTT ពីសំណាក់បកប្រឆាំងរបស់ថៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានសម្រេចឲ្យផ្អាកការនាំចូលប្រេងសាំងពីប្រទេសថៃដោយបង្វែរទៅរកប្រភពពីប្រទេសដទៃទៀតធ្វើឲ្យមហាជនសាទរជាខ្លាំងយ៉ាងណាសម្រាប់អាជីវករខ្លះដែលជាម្ចាស់ការ៉ាហាក់មិនសូវសប្បាយចិត្តទេព្រោះតែពួកគេខាតចំណូលច្រើនក្រោយពីមហាជនខ្មែរចាប់ផ្ដើមពហិការមិនចាក់សាំង PTT